ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ចូលមកកាន់ Channel YouTube DB Agriculture ថ្ងៃនេះខ្ញុំចង់មកកាច់ខ្លែងកស៊ូបងប្អូននេះដំណាំកស៊ូយើងត្រូវការថែទាំត្រូវការតាមដានបន្តិចបងប្អូនបើមិនជាយើងដាំចោលយើងអត់មកក្បែរទេកស៊ូគឺ3ខ្លែងណាបងប្អូន3ខ្លែងច្រើនណាស់យើងដល់កាច់ទៅហើយចំពោះការកាច់ខ្លែងល្អិតខ្ចីអញ្ចឹងបងប្អូនអត់អីទេយើងអាចកាច់ដៃមកកាច់ទៅវាអត់ខូចអត់មានប៉ះពាល់ទេតែបើសិនជាដើមវាខ្លែងវារាំងចាស់ហើយអាចថារាំងរឹងហើយអញ្ចឹងប៉ុនកូនដៃអីយើងគូទៅប្រើកត្រៃបងប្អូនកាលណាបើយើងកាច់ដូចតូចអញ្ចឹងវាអាចធ្វើឲ្យខូចដើមធ្វើឲ្យដើមវាទៅជាស្អុយឬក៏អាចនឹងបើសិនជាត្រួយវារាំងតូចកាច់ទៅអាចនឹងរយះត្រួយនឹងកំដងហើយពីច្រើនបើសិនជាត្រួយវាខ្លែងវាធំហើយខ្លាយើងកាច់ទៅដើមវាឡើងប្រហោងហ្មងឡើងប្រហោងធំហើយទៅជាខ្មៅអាប្លោះកាច់ហ្នឹងអញ្ចឹងតែបើដើមប៉ុណ្នេះអត់អីទេយើងគ្រាន់កាច់មកវាបាក់ទៅវាអត់មានអីពិបាកទេបងប្អូនយើងស្រួលកាច់ទេតោះនេះអីបើសិនប្រើកត្រៃក៏ល្អដែរបងប្អូននេះទាំងធំតែដោយសារកត្រៃយកមកតែមួយហើយប្រពន្ធខ្ញុំកាន់បងប្អូនអញ្ចឹងទៅអត់មានអីកាច់ទេកាច់ដៃតែវាមិនទាន់ចាស់ហ្មងទេស្លឹកវានៅខ្ចីទេតែបើសិនជាចាស់ដើមមួយរាងធំហើយអានេះរាងធំអីគឺយើងត្រូវតែប្រើកត្រៃបងប្អូនកាលណាអត់ប្រើទេវាអាចអន់កស៊ូដែរហើយការកាច់ខ្នែងបងប្អូនសំខាន់ណាស់កាលណាបើយើងអត់កាច់ទេកស៊ូរបស់យើងការលូតលាស់ក៏យឺតដែរកាលណាបើយើងអត់កាច់ខ្នែងហ្នឹងទេអាខ្នែងហ្នឹងវាលូតទៅជាត្រួយវាត្រូវលូតឡើងលើទៀតទៅជាអត់លូតទេបងប្អូនលូតអត់ឈ្នះខ្នែងដែលបែកខាងហ្នឹងទេតែយើងអត់កាច់អាខ្នែងហ្នឹងទៅត្រឹងហ្មងអាត្រួយហ្នឹងទៅត្រឹងវាលូតតែអាខ្នែងចេញមកលូតទៅខ្នែងហ្នឹងទេមើលអានេះបងប្អូនខ្ញុំទៅកាច់ពីអាទិត្យមុនទេបាំងតែមួយអាទិត្យបងប្អូនមើលប៉ុណ្ណឹងហើយអញ្ចឹងបើសិនជាយើងហ៊ានចោលមួយខែឬក៏2-3ខែចាប់ហើយកស៊ូរបស់យើងខ្នែងពេញហ្នឹងហើយបើយើងចោលចាំធំមកកាច់ដើមរបស់វាក៏អត់ស្អាតដែរបងប្អូនដើមវាអត់រលោងដើមវាមានភ្នែកមានអីចឹងទៅយើងថ្មិចព្យាយាមកាច់វាឲ្យល្អព្យាយាមកាច់វាហើយខ្ញុំគិតថាបងប្អូនគ្រប់គ្នាប្រហែលជាដឹងហើយទាក់ទងនឹងការកាច់នេះយើងកាច់ក្នុងគោលបំណងអីគឺយើងកាច់ដើម្បីឲ្យកស៊ូរបស់យើងហ្នឹងវាលូតទៅមុខទៀតបងប្អូនវាលូតកាន់តែខ្ពស់កាលណាបើសិនជាបងប្អូនអត់កាច់ខ្នែងហ្នឹងទេវារីកអាខ្នែងហ្នឹងក៏រីកទៅកើតជាមេឃកើតជាអីនៅកម្ពស់ហ្នឹងហ្មងអញ្ចឹងទៅកស៊ូយើងទៀតអញ្ចឹងយើងកាច់វាមកកាច់ឲ្យអស់ហើយវីដេអូមុនខ្ញុំបានធ្វើបង្ហាញបងប្អូនរបៀបនៃការប្រៀបធៀបការកស៊ូដែលយើងគ្រាវចុងហើយនិងកស៊ូដែលយើងអត់គ្រាវចុងហើយខ្ញុំចង់បង្ហាញបងប្អូនដែររបៀបថាយើងគ្រាវចុងយើងគ្រាវមិនដើម្បីឲ្យមេឃវាដុះមកពេលយើងគ្រាវចុងទៅវាបែកមេឃតិចបើយើងអត់ចេះគ្រាវទេយើងគ្រាវទៅកស៊ូយើងបែកមេឃច្រើនធ្វើអាចឲ្យវាធ្ងន់ដើមឬក៏មេឃច្រើនពេកប្រឈមនឹងជំងឺខ្លាំងបងប្អូននេះដូចអានេះបងប្អូនយើងកាច់ដៃឲ្យកើតទៀតនេះដោយសារតែកពូលវាតូចទេនេះកពូលតូចជាងខ្នែងអញ្ចឹងមកយើងកាច់ទៅដឹងខូចកពូលហ្នឹងហើយអានេះយើងតប្រើកត្រៃអូនមកកាត់នេះមួយមើលចំពោះការគ្រាវមេឃបងប្អូនអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូនឧទាហរណ៍ថាបើសិនជាបងប្អូនចង់បាន2មេឃតែប៉ុន្តែនេះដោយសារវានៅចំកូនឆាត់បងប្អូននេះកូនឆាត់បើសិនជាយើងកាត់នៅកូនឆាត់ហ្នឹងហ្មងបើសិនជាបងប្អូនឧទាហរណ៍ថាបងប្អូនចង់ឲ្យវាបែកមេឃ2មេឃអញ្ចឹងបងប្អូនកាត់ត្រឹមនេះមកបងប្អូនកាត់តែប៉ុណ្ណឹងទុកតែ2ផ្នែកនេះគឺដល់ពេលយើងកាត់ចុងហើយវាបែកមេឃមកបាន2មេឃទេតែបើបងប្អូនចង់ទុក3បងប្អូនកាត់ពីលើហ្នឹងមកទុកតែ3ផ្នែកហ្នឹងមកវាបែកមេឃមកបាន3ផ្នែកទេ
អាហ្នឹងស្រួលទេតែបើសិនជាយើងកាត់ចំនេះភាគច្រើនយើងកាត់ចំនេះវាបែកភ្នែកនៅក្រៅបងប្អូនឃើញត្រួយច្រើននេះឬក៏យើងកាច់ឯនេះអីគឺភ្នែកវានៅច្រើនគឺបែកមេឃច្រើននេះអញ្ចឹងចំពោះការកាច់គឺវាស្រួលទេបងប្អូនចំពោះការយើងគ្រាវហើយភាគច្រើនបើយើងកាច់យើងចង់គ្រាវកស៊ូយើងគ្រាវរកអាកូននៅខ្ចីទេបងប្អូនយើងកាច់រកកូនខ្ចីអញ្ចឹងមកកុំឲ្យអន់កស៊ូពេកសិនយើងកាច់រកអាកូនចាស់ចេះវាអាចធ្វើឲ្យអានឹងនៅសាដើមវាចាស់ទៅវាធ្វើឲ្យស្អុយដើមនឹងដែរប៉ុន្តែវាមិនប្រឈមឲ្យខ្លាំងទេបងប្អូនគ្រាន់ថាបើយើងចង់ល្អយើងអាចកាច់រកអាខ្ចីហ្នឹងទៅយើងចង់ទុកប្រហែលចង់បានប្រហែលមេឃយើងកាច់ទុកប៉ុណ្ណឹងភ្នែកទៅអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះសូមបងប្អូនដែលមិនទាន់បានចុច Subscribe បងប្អូនចុច Subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗទៀតពេលនេះខ្ញុំបាទដាវុតក៏សូមអរគុណនិងសូមជម្រាប